តើអ្នកជំងឺទឹកនោមផ្អែមគួរញ៉ាំបាយប្រមាណចាននៅក្នុងមួយថ្ងៃ1ចានឬក៏2ចានចឹងបងប្អូនដឹងស្រាប់ហើយថាបាយគឺមានជាតិស្ករខ្ពស់នៅពេលណាដែលបងប្អូនញ៉ាំច្រើនពេកវាអាចធ្វើឲ្យស្កររបស់យើងគ្មានលំនឹងឬក៏វាឡើងខ្ពស់ពេកហើយនៅក្នុងវីដេអូនេះគឺខ្ញុំនិយាយបាយសុទ្ធបងប្អូនអត់បូកជាមួយនឹងម្ហូបដែលបងប្អូនញ៉ាំប្រចាំថ្ងៃទេអញ្ចឹងការញ៉ាំគេអត់គិតចានទេបងប្អូនគេគិតទៅលើទម្ងន់របស់វាសម្រាប់បងប្អូនដែលមានជំងឺទឹកនោមផ្អែមបងប្អូនអាចហូបបានចន្លោះពី200ក្រាមទៅ400ក្រាមបងប្អូនហើយនេះគឺជាបរិមាណបាយ100ក្រាមដែលបងប្អូនអាចមើលឃើញទៅឬក៏បងប្អូនចង់ដឹងខ្លួនឯងទិញអញ្ចឹងថ្លឹងនៅផ្ទះបងប្អូនអាហ្នឹងគឺច្បាស់តែម្ដងអញ្ចឹងសួរថាពេលណាគួរញ៉ាំ200ក្រាមពេលណាគួរញ៉ាំ400ក្រាមចម្លើយគឺវាអាស្រ័យទៅលើសកម្មភាពរបស់បងប្អូនថ្នាំដែលបងប្អូនលេបប្រចាំថ្ងៃនិងជាតិស្ករដែលមាននៅក្នុងខ្លួនរបស់បងប្អូនអញ្ចឹងបើសិនជាបងប្អូនជាអ្នកដែលធ្វើការមិនមានបានហាត់ប្រាណអីត្រឹមត្រូវទេហូប200ក្រាមក្នុងមួយថ្ងៃទៅគឺល្អប៉ុន្តែបើសិនជាយើងមានសកម្មភាពប្រចាំថ្ងៃយើងច្រើនដែរមានការដើរហាត់ប្រាណល្ងាចឡើងកន្លះម៉ោងបងប្អូនអាចហូបបាន300ក្រាមហើយបើបងប្អូនជាអ្នកហាត់កីឡាជីមអីហើយអានោះគឺយើងញ៉ាំ400ក្រាមទៅដើម្បីអីវាសមស្របទៅនឹងសកម្មភាពរបស់យើងប្រចាំថ្ងៃហើយកុំផ្ដោតតែទៅលើបរិមាណបាយបងប្អូនយើងត្រូវគិតទៅលើម្ហូបអីផ្សេងៗមានពងមាន់ពងទាសាច់ជ្រូកសាច់គោក៏ដូចជាគ្រឿងសមុទ្រអីផ្សេងៗរួមបញ្ចូលគ្នាផងព្រោះអីយើងមិនត្រូវការតែបាយទេយើងត្រូវការសារធាតុអីផ្សេងៗដើម្បីយកមកចិញ្ចឹមសារពាង្គកាំងរបស់យើងហើយចុងក្រោយបងប្អូនចំពោះការគ្រប់គ្រងជាតិស្ករដែលល្អបំផុតរាល់ការញ៉ាំគឺបងប្អូនញ៉ាំមួយចានហ្មងអញ្ចឹងឧទាហរណ៍បងប្អូនដួសបាយ200ក្រាមដាក់ម្ហូបដែលមាន1/4សាច់1/4បន្លែ1/4ទៀតគ្រាប់ធម្មជាតិអីចឹងទៅអាស្រ័យទៅលើបងប្អូនចូលចិត្តគឺយើងញ៉ាំបាយមួយចានចឹងតែហ្មងទៅកុំញ៉ាំម្ហូបរួមឬក៏ buffet ឬក៏អីផ្សេងព្រោះអីយើងពិបាកកំណត់ថាយើងញ៉ាំច្រើនប៉ុណ្ណាអញ្ចឹងវាអាចនឹងលើសកាឡូរីវាអាចនឹងលើសជាតិស្ករនៅក្នុងខ្លួនរបស់យើងហើយការធ្វើបែបហ្នឹងគឺបងប្អូនអាចគ្រប់គ្រងសុខភាពខ្លួនឯងបានល្អរយៈពេលយូរថែមទៀតអញ្ចឹងមានតែប៉ុណ្្នឹងទេអរគុណសម្រាប់ការទស្សនាសម្រាប់ពេលនេះខ្ញុំបាទដុកទ័ររិទ្ធនឹងជួបបងប្អូននៅវីដេអូក្រោយទៀត